មនុស្សគ្រប់គ្នាមិនថាវ័យចាស់ឬមួយក៏វ័យក្មេងគឺអាចប្រឈមនឹងការជំងឺមិនឆ្លងទាំងអស់ជាពិសេសទឹកនោមផ្អែមនិងលើសសម្ពាធឈាមក្នុងទឹកសូមគោរពស្វាគមន៍ទស្សនិកជនមកកាន់កម្មវិធីផ្សព្វផ្សាយរបស់ HACC ស្ដីអំពីជំងឺមិនឆ្លងនិងអនាគតសុខភាពនៅកម្ពុជាខ្ញុំបាទបណ្ឌិតតែវណ្ណរតជាប្រធានសាលាសុខភាពសាធារណៈនៃវិទ្យាសាស្ត្រជាសុខភាពសាធារណៈដែលជាទូទៅយើងហៅកាត់ថា NIPH ហើយជាបឋមខ្ញុំសូមថ្លែងអំណរគុណដល់អង្គការ HACC ដែលបានបង្កើតជាកម្មវិធីនេះឡើងហើយដែលកម្មវិធីនេះមានសារៈសំខាន់ណាស់ពីព្រោះយើងលើកកម្ពស់ការយល់ដឹងនិងការផ្លាស់ប្ដូរអាកប្បកិរិយាផ្នែកសុខភាពទាក់ទងនឹងជំងឺមិនឆ្លងហើយអ្វីដែលសំខាន់ជាពិសេសជាងទីទៅទៀតនោះគឺយើងផ្ដោតទៅលើក្រុមយុវជនដោយទស្សនិកជនទាំងអស់គ្នាបានដឹងហើយថាក្រុមយុវជនគឺជាកម្លាំងស្នូលមួយក្នុងការកសាងសេដ្ឋកិច្ចជាតិហើយអញ្ចឹងទៅបើសិនជាពួកគាត់មានសុខភាពមិនល្អវាជាការខាតបង់ដ៏ធំធេងមួយរបស់ប្រទេសជាតិតកតងទៅលើរឿងទិន្នន័យស្រាវជ្រាវទៅលើ Step Survey ក្នុងឆ្នាំ2023តើលោកបណ្ឌិតយល់ឃើញថាលទ្ធផលសំខាន់ណាខ្លះដែលលោកបណ្ឌិតចង់រំលេចឡើងតាក់ទងទៅលើជំងឺទឹកនោមផ្អែមនិងលើសសម្ពាធឈាមជាពិសេសក្នុងចំណោមយុវជនវ័យជំទង់របស់យើងបាទសូមអរគុណម្ដងទៀតហើយមុននឹងខ្ញុំរៀបរាប់ពីលទ្ធផលតាក់ទងនឹងការអង្កេត Step Survey ថ្នាក់ជាតិក្នុងឆ្នាំ2023ខ្ញុំសូមបញ្ជាក់ផងដែរថាក្រសួងសុខាភិបាលក្រោមការដឹកនាំរបស់អាដាមសាស្ត្រាចារ្យរដ្ឋមន្ត្រីឈៀងរ៉ាហើយលោកបានយកទឹកដាក់ខ្ពស់ក្នុងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាតែនៅក្នុងនោះគឺការការពារនិងយុទ្ធនឹងជំងឺមិនឆ្លងជាពិសេសជំងឺទឹកនោមផ្អែមលើសសម្ពាធឈាមត្រូវបានផ្ដល់ជាអាទិភាពផងដែរបាទឥឡូវនេះខ្ញុំសូមចូលថាតើ Step Survey ការពិតទៅគេធ្វើបាន3ដងហើយតាំងពី2010 2016លើកនេះ2023ជាលើកទី3បាទហើយក្នុងឆ្នាំ2023នេះយើងសង្កេតឃើញថាតួលេខតាក់ទងជាមួយនឹងអ្នកកើតជំងឺទឹកនោមផ្អែមហើយនឹងលើសសម្ពាធឈាមមានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរអញ្ចឹងកន្លែងនេះសូមបញ្ជាក់ថាយើងផ្ដោតទៅលើក្រុមអាយុពី18ឆ្នាំរហូតដល់69ឆ្នាំហើយក្នុងយើងឃើញថា 6.3% គឺការជំងឺទឹកនោមផ្អែមនិយាយឲ្យស្រួលស្ដាប់ទៅគឺថាក្នុងចំណោម100នាក់ក្នុងក្រុមអាយុហ្នឹងគឺមាន6នាក់ហើយការជំងឺទឹកនោមផ្អែមចំណែកលើសម្ពាធឈាមវិញគឺមានតួលេខ 16.8% ប្រមាណ17នាក់ក្នុង100នាក់ហើយតួលេខនេះបើយើងតាមការវិភាគទៅនឹងអាចកើនឡើងទៅមុខទៀតជាលំដាប់ហើយសួរថាតើហេតុអីបានជាយើងយកចិត្តទុកដាក់ជជែកគ្នារឿងទឹកនោមផ្អែមនិងលើសម្ពាធឈាមព្រោះដោយសារវាជាកត្តាប្រឈមបាទតែជំរុញឲ្យកើតជំងឺគេហៅថាសរសៃឈាមបេះដូងនេះហើយសរសៃឈាមបេះដូងនេះវាដូចជាសរសៃដាច់សរសៃឈាមក្នុងខួរក្បាលដែលភាសាបច្ចេកទេសយើងថា stroke បាទហើយជំងឺបេះដូងនិងខូចតម្រងនោះឡើងហើយបើយោងតាមអង្គការសុខភាពពិភពលោកដែលគេបានផ្សព្វផ្សាយថ្មីនេះនៅក្នុងគេហទំព័ររបស់គេក្នុងចំណោមប្រជាជនពេញវ័យកម្ពុជា5នាក់ក្នុងនោះមានម្នាក់នឹងប្រឈមនឹងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលហើយអ្វីដែលគួរបារម្ភទៀតនោះគឺវាកើតឡើងមិនមែនចាំដល់អាយុ70ទៅ80ឆ្នាំនេះគឺវាភាគច្រើនកើតឡើងក្នុងចន្លោះអាយុ30ទៅ70ឆ្នាំដែលជាក្រុមប្រជាជនកំពុងតែការពេញកម្លាំងជាប្រយោជន៍ទៅដល់ការកសាងសង្គមសេដ្ឋកិច្ចជាតិរបស់យើងផងដែរអញ្ចឹងបើសិនជាយើងត្រឡប់មើលអ្វីដែលជាការចាប់អារម្មណ៍របស់ខ្ញុំជាពិសេសតាក់ទងជាមួយនឹង Step Survey ហ្នឹងយើងឃើញថាកត្តាប្រឈមអស់ហ្នឹងមិនកើតឡើងតែលើមនុស្សគ្រប់គ្នាមិនថាវ័យចាស់ឬមួយក៏វ័យក្មេងគឺអាចប្រឈមនឹងការជំងឺមិនឆ្លងទាំងអស់ជាពិសេសទឹកនោមផ្អែមនិងលើសសម្ពាធឈាមផងដែរដូច្នេះកុំគិតថានៅក្មេងកុំទាន់ការពារមែនតើជំងឺទឹកនោមផ្អែមលើសសម្ពាធឈាមហ្នឹងវាមានជាការវិវត្តជាលក្ខណៈស្ងៀមស្ងាត់ហើយមួយភាគធំនោះវាកើតចេញពីទម្លាប់គេហៅថាមិនល្អដល់សុខភាពដូចជាការពិសាគ្រឿងសង្វឹងការប្រើប្រាស់ថ្នាំផលិតផលថ្នាំជក់ការបរិភោគអាហារដែលមានជាតិប្រៃឬភេសជ្ជៈជាតិផ្អែមច្រើនការហាត់ប្រាណមិនគ្រប់គ្រាន់ការបរិភោគបន្លែផ្លែឈើមិនគ្រប់គ្រាន់ជាដើមហើយកត្តាទាំងអស់ហ្នឹងវាម្ដងទីវាធ្វើឲ្យរាងកាយរបស់យើងហើយវិវត្តទៅរកថាលើសជាតិស្ករក្នុងឈាមឬមួយក៏លើសសម្ពាធឈាមនឹងឯងដូច្នេះនៅពេលដែលយើងឆាប់មានទម្លាប់អាក្រក់ហ្នឹងនៅក្នុងខ្លួនវាមានន័យថាជំងឺទាំងអស់ហ្នឹងនឹងឆាប់កើតឡើងចំពោះយើងផងដែរហើយនិយាយមួយបែបទៀតនៅពេលដែលយើងត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថាកើតមានជំងឺទឹកនោមផ្អែមឬលើសសម្ពាធឈាមនៅអាយុ30 35ឬ40មិនមែនមានន័យថាយើងទៅធ្វើអាក្រក់ទៅធ្វើឲ្យល្អទម្លាប់អាក្រក់ហ្នឹងមួយឆ្នាំ2ឆ្នាំមុនទេប៉ុន្តែនោះវាឆ្លុះបញ្ចាំងថាទម្លាប់អាក្រក់អាកប្បកិរិយាមិនល្អរស់នៅមិនល្អរបស់យើងហ្នឹងវាតាំងពីយូរហើយតាំងពីយើងនៅជាវ័យក្មេងមួយក៏យុវជននោះដូច្នេះហើយខ្ញុំគិតថា
កម្មវិធីនេះវាសំខាន់ណាស់ដែលយើងផ្ដោតលើយុវជនពេលយើងជួយពួកគាត់លើកកម្ពស់ការយល់ដឹងរបស់គាត់ហើយពួកគាត់មានទម្លាប់រស់នៅល្អនៅពេលនោះនឹងជួយកាត់បន្ថយការពីគាត់កុំឲ្យកើតជំងឺទឹកនោមផ្អែមឬសម្ពាធឈាមនៅពេលដែលគាត់ចាស់ផងដែរបាទអញ្ចឹងខ្ញុំសូមធ្វើសេចក្តីអធិប្បាយលម្អិតបន្តិចតាក់ទងនឹងតួលេខដែលយើងបានរកឃើញចេញពីលទ្ធផលនៃការស្រាវជ្រាវថ្នាក់ជាតិហ្នឹងមិនខ្ញុំបានលើកឡើងហើយថាកត្តាប្រឈមវាមានដូចជាការហូបបន្លែផ្លែឈើមិនគ្រប់គ្រាន់អញ្ចឹងបើតាមតួលេខយើងឃើញថាប្រមាណ 82% គឺហូបបន្លែផ្លែឈើនៃប្រជាជនយើងអាយុពី18 18ទៅ69ឆ្នាំហូបបន្លែផ្លែឈើអត់គ្រប់គ្រាន់ទេបើយើងចង់ឲ្យគ្រប់មានថាម៉េចមានថារាល់ពេលញ៉ាំអាហារត្រូវតែមានបន្លែផ្លែឈើអាហារពេលព្រឹកពេលថ្ងៃត្រង់ពេលល្ងាចអីចឹងជាដើមហើយក្នុងចានអាហាររបស់យើងអាហារហ្នឹងក៏មានបន្លែពាក់កណ្ដាលដែរតែបើសិនយើងអត់មានទេក្នុងការយើងអាចអត់គ្រប់គ្រាន់ទេហើយតាក់ទងនឹងការបរិភោគភេសជ្ជៈជាតិផ្អែមវិញក៏យើងឃើញថាមានការកើនឡើងគួរឲ្យកត់សម្គាល់ជាពិសេសក្នុងចំណោមក្រុមយុវជនអាយុ18ទៅ29ឆ្នាំនេះហើយមនុស្សប្រុសប្រមាណប្រហែលជា 15.7% ហើយមនុស្សស្រី 10.4% បានថាគាត់បរិភោគយ៉ាងហោចណាស់មួយស្តង់ដាររបស់គេនៅក្នុងមួយថ្ងៃតែអ្វីដែលកត់សម្គាល់ទៀតណាស់ហើយវាជួយជំរុញដល់កត្តាដល់ជំងឺលើសសម្ពាធឈាមគឺប្រៃហើយការបរិភោគអាហារដែលមានជាតិប្រៃបើតាមការសិក្សាអង្កេតយើងឃើញថាកាលពីឆ្នាំ2016តែ 8.5 ក្រាមក្នុងមួយថ្ងៃទេប៉ុន្តែក្នុងឆ្នាំ2023នេះឡើងដល់ 9.5 ក្រាមក្នុងមួយថ្ងៃហើយនេះលើសស្តង់ដាររបស់ហៅរបស់ WHO ដែលគេតម្រូវថាយ៉ាងហោចណាស់ត្រូវតិចជាង 5 ក្រាមក្នុងមួយថ្ងៃអញ្ចឹងលើសជិត 2 ដងហើយនេះគឺជាចំណុចមួយដែលយើងគួរយកចិត្តទុកដាក់ដែរមានន័យថាអាហាររបស់យើងវាអាចមានជាតិប្រៃស្រាប់ហើយទៅពេលបើសិនជាពេលហូបទៅគាត់ថែមទឹកស៊ីអ៊ីវថែមទឹកត្រីអីបន្ថែមទៀតវាធ្វើឲ្យកាន់តែប្រៃថែមបាទចំណែកតែកត្តាប្រឈមមួយទៀតគេហៅការពិសាគ្រឿងស្រវឹងអញ្ចឹងក្នុងចំណោមប្រជាជនយើងជាពិសេសយុវជនការពិសាគ្រឿងស្រវឹងគឺមានកម្រិតច្រើនគួរសមដែរបើយើងមើលទៅគឺពេលដែលយើងសួរគាត់ថាតើក្នុង30ថ្ងៃចុងក្រោយមានបានពិសាគ្រឿងស្រវឹងម្ដងដែរទេ 71.2% នៃបរិសុទ្ធថាមានហើយក្នុងស្ត្រីគឺ 27.5% ថាមានភាសាគ្រឿងស្រវឹងបាទគ្រឿងស្រវឹងបាទហើយតើនៅតាក់ទងជាមួយនឹងកត្តាប្រឈមមួយហៅការប្រើប្រាស់ផលិតផលថ្នាំជក់យើងឃើញថា 36.9% ជាជនយើងនៅប្រើប្រាស់ផលិតផលថ្នាំជក់ទោះបីមានការធ្លាក់ចុះប៉ុន្តែយើងឃើញថាទំហំនោះវានៅជាងច្រើនដែរយើងគួរតែព្យាយាមកាត់បន្ថយបន្តទៀតបាទហើយជាចុងក្រោយគឺតាក់ទងនឹងការលើសទម្ងន់ឬមួយក៏គេហៅជាភាសាអង់គ្លេសថា overweight ហើយនឹងលើសទម្ងន់ខ្លាំងហៅ obese គឺយើងសង្កេតឃើញក្នុងចំណោមប្រជាជនយើងឥឡូវមានការកើនឡើងគួរកត់សម្គាល់គឺខ្ញុំអាចនិយាយថាហើយក្នុងចំណោម5នាក់មានម្នាក់ឯងលើសទម្ងន់បាទអញ្ចឹងដោយដែលលោកបណ្ឌិតលើកឡើងមុនហ្នឹងសុទ្ធតែជាកត្តាហានិភ័យសំខាន់ដែលមានការទំនោរកើនឡើងជាពិសេសនៅក្នុងចំណោមយុវវ័យរបស់យើងតើលោកបណ្ឌិតអាចរំលេចបន្ថែមបន្តិចទៀតបានទេថាតើកត្តាហានិភ័យណាមួយដែលគួរឲ្យយុវវ័យរបស់យើងយកចិត្តទុកដាក់ខ្លាំងជាងគេបាទសូមអរគុណដល់អ្នកសម្របសម្រួលម្ដងទៀតកត្តាដែលខ្ញុំគិតថាសំខាន់នោះគឺការពិសាគ្រឿងស្រវឹងឯងយើងឃើញថានៅមានកម្រិតច្រើនហើយអញ្ចឹងទៅយើងត្រូវតែរកវិធីសាស្ត្រយ៉ាងណាអប់រំពួកគាត់ឲ្យកាត់បន្ថយមួយជៀសវាងតែម្ដងជាពិសេសជៀសវាងនៅពេលដែលគាត់នឹងមិនទាន់ចេះផឹកមិនទាន់ចេះពិសាគ្រឿងស្រវឹងឲ្យមានទម្លាប់ល្អតាំងពីដើមទីហើយតែម្ដងដូចខ្ញុំជម្រាបមុននឹងអញ្ចឹងជំងឺមិនឆ្លងឬមួយហៅទឹកនោមផ្អែមលើសសម្ពាធឈាមនេះមិនមែនយើងធ្វើអ្វីថ្ងៃនេះកើតស្អែកនោះទេវាគឺជាលទ្ធផលដែលយើងធ្វើតាំងពី10ទៅ20ឆ្នាំមុននោះអញ្ចឹងបើគាត់ឲ្យមានទម្លាប់មិនល្អតាំងពី10 20ឆ្នាំវានឹងចេញតែបើគាត់ល្អតាំងពី10 20ឆ្នាំមុនវានឹងជួយគាត់មិនឲ្យមានជំងឺនោះពេលក្រោយបាទទី1ទី2ហ្នឹងគឺកត្តាហានិភ័យដែលខ្ញុំលើកឡើងមុនហ្នឹងគឺតាក់ទងនឹងការលើសទម្ងន់ហ្នឹងគឺនៅពេលដែលយើងលើសទម្ងន់ច្រើនគ្នាវាជាហានិភ័យច្រើនជាប្រឈមខ្លាំងអ្នកលើសទម្ងន់ប្រឈមខ្លាំងជាមួយនឹងជំងឺផ្សេងទៀតមិនត្រឹមតែទឹកនោមផ្អែមហើយនឹងលើសសម្ពាធឈាមទេអាចជាជំងឺផ្សេងទៀតផងដែរបាទអញ្ចឹងខ្ញុំសូមថាយកចិត្តទុកដាក់ខ្លាំងតាក់ទងជាមួយនឹងការពិសាស្រាខ្ញុំអាចសូមបន្ថែមមួយទៀតទៀតភេសជ្ជៈជាតិផ្អែមដែរណាបាទហើយមួយទៀតគឺធ្វើយ៉ាងណាកុំឲ្យរាងកាយយើងលើសទម្ងន់ខ្លាំងបាទតើលោកមានសារសំខាន់ឬក៏សារពិសេសយ៉ាងណាជូនទៅដល់
យុវជនវ័យជំទង់របស់យើងតាក់ទងទៅនឹងការបង្ការនិងការការពារជំងឺទឹកនោមផ្អែមនិងលើសសម្ពាធឈាមបាទ បាទសូមអរគុណម្ដងទៀតហើយខ្ញុំគិតថាក្នុងឱកាសនេះល្អដែលយើងមានឱកាសជួបជុំគ្នាជាពិសេសពីវាគ្មិនកិត្តិយសដែលមានជំនាញជ្រៅចាស់ខាងផ្នែកហ្នឹងចំពោះខ្ញុំចង់ផ្ដល់សារ4ជូនទៅដល់ពួកគាត់ជាពិសេសយុវជនកម្ពុជាយើងបាទទី1ហ្នឹងគឺយើងដឹងហើយតាមរយៈការអង្កេតគឺកត្តាប្រឈមរបស់ជំងឺមិនឆ្លងជាពិសេសជំងឺទឹកនោមផ្អែមឬសម្ពាធឈាមហ្នឹងគឺមាន4ហើយកត្តាទាំងអស់ហ្នឹងច្រើនតែកើតចេញតែពីគេហៅថាទម្លាប់រស់នៅរបស់យើងទេហើយយើងអាចកែប្រែបានឧទាហរណ៍ការពិសាគ្រឿងស្រវឹងយើងកុំពិសាគ្រឿងស្រវឹងទេការប្រើប្រាស់ផលិតផលថ្នាំជក់យើងកុំប្រើប្រាស់ផលិតផលថ្នាំជក់ទេការធ្វើលំហាត់ប្រាណមិនគ្រប់គ្រាន់យើងព្យាយាមលំហាត់ប្រាណបានគ្រប់គ្រាន់តែឧទាហរណ៍ភ្ញាក់ពីព្រលឹមឡើងទៅយើងក៏រត់ជុំវិញផ្ទះយើងក៏ជាការធ្វើលំហាត់ប្រាណមួយដែរការបរិភោគបន្លែផ្លែឈើឲ្យបានគ្រប់គ្រាន់យើងព្យាយាមឲ្យក្នុងអាហាររបស់យើងមានបន្លែផ្លែឈើហើយយើងអាចធ្វើបានមិនមែនអ្វីដែលខើចាំបាច់ដល់មានថ្នាំទឹកឬមួយបច្ចេកវិទ្យាអីច្រើននោះទេហើយចេញពីខ្លួនយើងបាទអញ្ចឹងមានន័យថាយើងអាចការពារនិងប្រយុទ្ធនឹងជំងឺទាំងពីរហ្នឹងជំងឺមិនឆ្លងជាពិសេសជំងឺទាំងពីរហ្នឹងបានតាមរយៈការកែប្រែទម្លាប់របស់យើងហើយចំណែកសារទី2យើងដឹងហើយថាជំងឺទឹកនោមផ្អែមឬសម្ពាធឈាមមានលក្ខណៈស្ងៀមស្ងាត់ដូច្នេះហើយជួនកាលកើតឡើងម្ដងទេដែលយើងមិនដឹងខ្លួនយើងត្រូវព្យាយាមស្វែងរកសេវាសុខាភិបាលនៅមូលដ្ឋានសុខាភិបាលរបស់យើងហ្នឹងហើយក្រសួងសុខាភិបាលលោកបានប្រឹងប្រែងខ្លាំងឥឡូវនេះយើងសង្ឃថាសេវាស្រាវជ្រាវរោគជំងឺទឹកនោមផ្អែមឬសម្ពាធឈាមមានគ្រប់មណ្ឌលសុខភាពបាទនៅរបស់នៅក្នុងទូទាំងប្រទេសកម្ពុជាអញ្ចឹងយុវជនយើងក៏ដូចជាប្រជាជនទូទៅអាចអាសាទៅពិនិត្យសុខភាពឲ្យគ្រូពេទ្យឲ្យវាស់សម្ពាធឈាមមើលជាតិស្ករដើម្បីថាតើយើងអាចមានអត់ហើយហ្នឹងពេលដែលយើងមើលទៅយើងមើលដឹងខ្លួនទាន់យើងអាចទទួលបានការព្យាបាលអាចប្រើប្រាស់ថ្នាំទាន់ពេលវេលាដែលជួយកាត់បន្ថយក្នុងការចេញជាផលវិបាកផ្សេងចេញពីជំងឺទាំងពីរនេះបាទចំណែកសារទី3គឺបើយើងនិយាយឲ្យចំទៅជំងឺនេះมันអាចពឹងពាក់តែពួកគាត់តែជាយុវជនជាប្រជាជនម្នាក់ឯងត្រូវការចូលរួមសហការទាំងអស់គ្នាហើយតែមិនត្រឹមតែក្រសួងសុខាភិបាលត្រូវការពាក់ព័ន្ធគ្រប់ក្រសួងស្ថាប័នទាំងអស់តែម្ដងជាលក្ខណៈសង្គមជាទាំងមូលខ្ញុំលើកឧទាហរណ៍យើងត្រូវឲ្យមានកន្លែងហាត់ប្រាណអញ្ចឹងគឺត្រូវការទីកន្លែងទីធ្លាល្អដែលមានសុវត្ថិភាពឲ្យពួកគាត់ហាត់ប្រាណបានតាក់ទងនឹងចំណីអាហារគឺតាក់ទងនឹងការផ្នាំចូលផលិតផលតាក់ទងនឹងការកសិកម្មអីច្រើនចឹងទៀតបាទអញ្ចឹងវាត្រូវការចូលរួមចំណែកទាំងអស់គ្នាចំណែកសារចុងក្រោយនោះគឺយើងត្រូវការចាប់ផ្ដើមថ្ងៃនេះយើងអាចរងចាំថ្ងៃស្អែកទេបាទអញ្ចឹងយើងចាប់ផ្ដើមទាំងអស់គ្នាក្នុងការការពារប្រយុទ្ធនឹងជំងឺមិនឆ្លងជាពិសេសជំងឺទឹកនោមផ្អែមនិងលើសសម្ពាធឈាមដើម្បីអនាគតកម្ពុជាមានសុខភាពល្អបាទសូមអរគុណ